ទឹកដីត្រជាក់ត្រជុំរាប់ត្រួសត្រាសចុងឆ្នាំ2025នៅស្ទឹងត្រែងប្រទះឃើញវត្ថុបុរាណនិងផូស៊ីល3សុទ្ធតែអាយុកាលយូរអង្វែងចានៅកំឡុងរយៈពេលប៉ុន្មានខែចុងក្រោយនៃឆ្នាំ2025ខេត្តស្ទឹងត្រែងដែលគេស្គាល់ថាជាទឹកដីដ៏មនោរម្យនៅភូមិអេសានបានប្រកាសពីការរកឃើញផូស៊ីលនិងវត្ថុបុរាណជាបន្តបន្ទាប់ដែលសរុបរួមមានការបញ្ជាក់ពីការរកឃើញចំនួន3លើកធំនៅចុងឆ្នាំ2025ជាក់ស្ដែងវត្ថុបុរាណនិងផូស៊ីលដែលបានរកឃើញនៅចុងឆ្នាំ2025នៅលើទឹកដីខេត្តស្ទឹងត្រែងមានដូចជាចាទី1គឺផូស៊ីលដើមឈើអាយុកាលចន្លោះពី 10,000 ឆ្នាំទៅ2លានឆ្នាំ18សីហា2025នៅថ្ងៃទី18ខែសីហាឆ្នាំ2025ក្រសួងបរិស្ថានបានជូនដំណឹងពីករណីកំណាយរកឃើញដើមឈើថ្មមួយដើមដែលមានអាយុកាលចន្លោះពី 10,000 ឆ្នាំទៅ2លានឆ្នាំចាស់ដែលត្រូវបានកាយរកឃើញនៅភូមិកាតូតឃុំភុនស្រុកសេសានខេត្តស្ទឹងត្រែងនេះបើតាមការវិយតម្លៃរបស់លោកលឹមវ៉ាន់ច័ន្ទមន្ត្រីជំនាញចាន់នឹងជាប្រធានការិយាល័យបេតិកភណ្ឌវប្បធម៌នៃនាយកដ្ឋានតំបន់បេតិកភណ្ឌអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានក្រសួងបរិស្ថានអ្នកជំនាញបានធ្វើកំណាយស្រាវជ្រាវដើមឈើថ្មនេះដែលជាលទ្ធផលបឋមកំណាយបានប្រវែង 17.5 ម៉ែត្រក្នុងនោះអ្នកជំនាញគូបញ្ជាក់ឲ្យដឹងថាសម្រាប់ដើមឈើថ្មនេះអាចមានប្រវែងប្រហែលជា30ម៉ែត្រឬវែងជាងនេះចាត់ដោយកំណាយមិនទាន់រួចរាល់ដើមឈើនេះកប់ក្នុងស្រទាប់ដីឥដ្ឋនិងថ្មបាយក្រៀមខណៈបច្ចុប្បន្នកិច្ចការកំណាយនេះចាត់នៅមិនទាន់ចប់នៅឡើយទេដែលនឹងបន្តធ្វើនៅឆ្នាំក្រោយទៀតហើយទីតាំងដើមឈើថ្មនេះនឹងរៀបចំទៅជាកន្លែងទេសចររបស់សហគមន៍ជនជាតិដើមព្រៅផងដែរចាទី2គឺវត្ថុបុរាណដ៏មានតម្លៃចំនួន2មុខគឺតុំនិងកង22ដុល្លារ2025នៅថ្ងៃទី22ខែតុលាឆ្នាំ2025នៅខេត្តស្ទឹងត្រែងមានបុរសម្នាក់ឈ្មោះជាបចាបរស់នៅក្នុងភូមិរាជានុគោលសង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែងជាប្រជាពលរដ្ឋដ៏មានមនសិការបាននាំយកនៅវត្ថុបុរាណដ៏មានតម្លៃចំនួន2មុខគឺតុំនិងកងចាំមកប្រគល់ជូនអាជ្ញាធរខេត្តវត្ថុបុរាណទាំងនេះចាត្រូវបានលោកជាចាប្រទះឃើញដោយចៃដន្យតាំងពីកំឡុងឆ្នាំ2019មកម្លេះនៅលើដីចម្ការរបស់លោកស្ថិតក្នុងភូមិអូពងមន់2សង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែងចាក្រោយបានរក្សាទុកអស់រយៈពេលច្រើនឆ្នាំលោកបានសម្រេចចិត្តប្រគល់វត្ថុដ៏កម្រទាំងនេះជូនទៅអាជ្ញាធរដើម្បីធានាបាននូវការថែរក្សាបានគង់វង្សបច្ចុប្បន្នវត្ថុបុរាណទាំងពីរនេះត្រូវបានប្រគល់ជូនបន្តទៅលោកស្រីប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តដើម្បីយកទៅរក្សាទុកយ៉ាងយកចិត្តទុកដាក់បំផុតជំនាញនឹងធ្វើការសិក្សាស្រាវជ្រាវយ៉ាងលម្អិតបន្ថែមលើប្រភេទលក្ខណៈនិងអាយុកាលនៃវត្ថុបុរាណទាំងនេះមុននឹងចាត់ទុកជាសម្បត្តិមរតកវប្បធម៌ជាតិដ៏ពិសិដ្ឋរបស់កម្ពុជាចាប់ទី3គឺឡបុរាណនៅលើកោះហាន22ធ្នូ2025ចានៅថ្ងៃទី22ខែធ្នូឆ្នាំ2025ទីតាំងទេសចរកោះហានដ៏មនោរម្យក្នុងទឹកដីខេត្តស្ទឹងត្រែងត្រូវបានគេរាយការណ៍មកថាបានប្រទះឃើញឡបុរាណក្រោយកោះហាននេះបាក់ច្រាំងកោះចាធ្វើឲ្យមហាជនទូកាចាប់អារម្មណ៍ក្រោយការវិភាគតាមរយៈចាប់ភេកវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គមបានបញ្ជាក់ឲ្យបានដឹងថាឡលោហៈដែលបានរកឃើញនៅខេត្តស្ទឹងត្រែងមានរូបរាងស្រដៀងនឹងឡលោហៈកំណាយចារកឃើញនៅជិតភ្នំឧដុង្គខេត្តកណ្ដាលតាមប្រភពបានឲ្យដឹងថាកាលពីឆ្នាំ2016កន្លងទៅក្រុមស្រាវជ្រាវដឹកនាំដោយដុកទ័រ Martin Polkinghorne បានសិក្សាធ្វើកំណាយរកឃើញភស្តុតាងឡលោហៈដែលអាចសន្និដ្ឋានជាបឋមថាទីតាំងឡនេះគឺស្ថានីយ៍ផលិតវត្ថុលោហៈនៅជិតភ្នំឧដុង្គឈ្មោះថាបឹងសំរិទ្ធស្ថិតក្នុងឃុំសាដែកស្រុកពញាឮខេត្តកណ្ដាល